យើងគឺជាក្រុមហ៊ុនចែកចាយប្រសិនបើអ្នកចង់ខ្លាចជាម្ចាស់អាជីវកម្មរបស់ Atomy អ្នកត្រូវតែខ្លាចជាអ្នកប្រើប្រាស់ជាមុនសិនប៉ុន្តែលក្ខខណ្ឌក្នុងការខ្លាចជាអតិថិជននោះគឺជាអ្វីដែរគឺអ្នកត្រូវតែផ្លាស់ប្ដូរផលិតផលប្រើប្រាស់ប្រចាំថ្ងៃដូចជាថ្នាំដុសធ្មេញច្រាសដុសធ្មេញសាប៊ូកក់សក់គ្រឿងសម្អាងវីតាមីនឬអាហារសុខភាពជាដើមដែលអ្នកបានប្រើប្រាស់ប្រចាំថ្ងៃមកទល់សប្តាហ៍ថ្ងៃនេះគឺត្រូវផ្លាស់ប្ដូរទៅជាផលិតផលរបស់ Atomy វិញហើយសូមប្រៀបធៀបមើលថាតើផលិតផលរបស់យើងមានគុណភាពល្អជាងផលិតផលដទៃដែលអ្នកធ្លាប់ប្រើប្រាស់ដែរឬយ៉ាងណាហើយចំណុចមួយទៀតនោះគឺត្រូវធ្វើការប្រៀបធៀបតម្លៃថាតើវាថ្លៃជាងឬក៏ថោកជាងផលិតផលដទៃបើធៀបទៅនឹងគុណភាពរបស់វាក្រុមហ៊ុន Atomy ផ្គត់ផ្គង់ផលិតផលដែលមានគុណភាពល្អផ្ដាច់ក្នុងតម្លៃដ៏សមរម្យដែលគ្មាននរណាគេអាចផ្គូផ្គងបាននោះទេយើងមិនមែនផ្គត់ផ្គង់ផលិតផលដែលមានគុណភាពទាបក្នុងតម្លៃថោកនោះទេយើងបានជ្រើសរើសគុណភាពល្អបំផុតដែលបាននិយាយជាក់ស្ដែងទៅគឺថាបច្ចុប្បន្ននេះគ្មានបច្ចេកវិទ្យាណាដែលអាចធ្វើបានលើសពីនឹងនោះទេហើយជាមួយនឹងគុណភាពល្អបំផុតនោះគឺគ្មានក្រុមហ៊ុនណាដែលអាចលក់នៅក្នុងតម្លៃទាបជាងក្រុមហ៊ុនរបស់យើងនោះទេនេះហើយដែលយើងហៅថាការផ្គត់ផ្គង់ផលិតផលដែលមានគុណភាពល្អផ្ដាច់នៅក្នុងតម្លៃល្អផ្ដាច់ក៏ប៉ុន្តែប្រសិនបើអ្នកគិតថាគ្មានចំណាប់អារម្មណ៍ជាមួយនឹងការធ្វើអាជីវកម្មឬក៏មិនចង់រកប្រាក់ចំណូលជាមួយនឹងក្រុមហ៊ុនរបស់យើងទេនោះឬក៏យល់ថាការប្រើប្រាស់ផលិតផលតាមហាងទំនិញទូទៅតាមទូរទស្សន៍ផ្សារទំនើបឬក៏តាមអ៊ីនធឺណិតវាល្អប្រសើរជាងនោះបើអ្នកគិតដូច្នេះមិនគួរធ្វើអាជីវកម្មរបស់យើងនោះទេពីព្រោះអ្នកដែលមានគំនិតបែបនោះទោះធ្វើអាជីវកម្មក៏មិនងាយជោគជ័យដែរហេតុអីទៅគឺដោយសារមនុស្សយើងម្នាក់ៗតែតែមានមនសិការដូចនេះហើយប្រសិនបើគាត់តែណែនាំផលិតផលដែលគាត់មិនប្រើទៅកាន់អតិថិជននៅពេលដែលអតិថិជនបដិសេធគាត់នឹងឆាប់បាក់ទឹកចិត្តផ្ទុយទៅវិញប្រសិនបើអ្នកយល់ឃើញថាទោះបីជាមិនធ្វើអាជីវកម្មក៏ខ្ញុំត្រូវប្រើផលិតផលនេះដែរហើយជាស្ដែងគឺមានបុគ្គលបែបនេះច្រើនណាស់នៅក្នុង Atomy យើងហើយអ្នកទាំងអស់នោះផងដែរនឹងចាប់ផ្ដើមណែនាំដល់ក្រុមគ្រួសារបងប្អូនមិត្តភ័ក្តិរបស់ពួកគេឲ្យប្រើប្រាស់តាមគេដែលជាមិនខានព្រោះគាត់បានសង្កេតឃើញថាបន្ទាប់ពីបានប្រើប្រាស់ផលិតផលរបស់ Atomy យើងហើយគាត់បានកាត់បន្ថយចំណាយពាក់កណ្ដាលលើគ្រឿងសម្អាងនិងសាប៊ូបោកខោអាវជាដើមដូច្នេះហើយបើទោះបីជាអ្នកមិនធ្វើអាជីវកម្មក៏វាមានប្រយោជន៍តាមរយៈការប្រើប្រាស់ដែរអ្នកទាំងអស់គ្នាត្រូវតែណែនាំអ្វីដែលជាប្រយោជន៍សម្រាប់អ្នកដទៃបើពុំនោះទេអ្នកនឹងពិបាកនៅក្នុងការទទួលបាននូវភាពជោគជ័យណាស់